Flying Fox គឺជាពូជប្រជៀវដែលធំជាងគេបំផុតនៅក្នុងពិភពលោកហើយដែលមានភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ The Flying Fox ឬកញ្ជ្រោងហោះឈ្មោះបច្ចេកទេសគេហៅថា Pyrrhus vampyrus គឺជាសត្វប្រជៀវដែលធំជាងគេបំផុតនៅលើសកលលោកពួកវាត្រូវបានគេស្គាល់ដោយមុខស្រដៀងទៅនឹងកញ្ជ្រោងមានស្លាបវែងប្រញាំជើងរឹងមាំនិងអាកប្បកិរិយាប្លែកៗសត្វប្រជៀវទាំងអស់នេះមានក្លិនខ្លួនប្លែកដែលអាចឲ្យពួកគេមានទំនាក់ទំនងគ្នាក្នុងរដូវកាលបន្តពូជពងផ្ទុយគ្នារបស់ពួកវាជួយឲ្យពួកវាច្របាច់បញ្ចូលគ្នាជាមួយនឹងបរិស្ថាននិងអនុញ្ញាតឲ្យពួកវាคล้ายខ្លួនជាមួយទៅនឹងមែកឈើនិងស្លឹកឈើស្ងួតនៅតំបន់ព្រៃត្រូពិចជ្រុងហោះគឺជាទនិកសត្វហើយដូច្នេះពួកគេបានផ្ដល់កំណើតនិងថែរក្សាកូនរបស់ពួកគេដូចជាទនិកសត្វដទៃទៀតដែរសត្វប្រជៀវមានរដូវកាលបង្កាត់ពូជចំនួន2គឺនាគខរដូវនិងរដូវស្លឹកឈើជ្រុះដែលនៅក្នុងចន្លោះនោះសត្វប្រជៀវញីអាចមានកទាំងពីររដូវប្រជៀវញីឈានទៅដល់ភាពពេញវ័យខាងផ្លូវភេទនៅក្នុងអាយុ2ឆ្នាំហើយសម្រាប់កូនម្ដងបានតែមួយក្បាលតែប៉ុណ្ណោះនាគខរដូវប្រជៀវញីជាច្រើនក្បាលមានផ្ទៃពោះនៅក្នុងពេលតែមួយហើយបង្កើតបានជាអនុគមរបស់ខ្លួនដែលពួកគេផ្ដល់កំណើតបន្ទាប់ពីបានផ្ដល់កំណើតប្រជៀវទាំងអស់នោះថែរក្សាកូនរបស់ពួកគេក្នុងរយៈពេល2ទៅ3ខែរហូតដល់តែដុះស្លាប់អាចហើរដោយខ្លួនឯងបានពពួកសត្វប្រជៀវដ៏ធំសម្បើមនេះភាគច្រើនរកចំណីនៅពេលយប់ដែលមានសមត្ថភាពហោះហើរក្នុងរយៈចម្ងាយ20ម៉ៃល៍ក្នុងមួយយប់ដើម្បីស្វែងរកចំណីធនិកសត្វទាំងអស់នេះចំណាយពេលជាច្រើនក្នុងការថែរក្សាសម្អិតសម្អាងខ្លួននិងថែរក្សាក្លិនខ្លួនរបស់ពួកគេប្រើស្លាបដ៏ធំៗរបស់ខ្លួនដើម្បីយកទឹកពីស្រះនិងហើយឆាបទឹកមកលាងខ្លួនរបស់វាសត្វប្រជៀវទាំងអស់នេះរស់នៅក្នុងជីវងធំៗដែលមានចំនួនរហូតដល់រាប់សែនក្បាលឯណោះហើយជួនកាលវាអាចបង្កើតជាវងជាមួយនឹងសត្វប្រជៀវយក្សពូជម៉ាឡេស៊ីបង្កើតជាវងដែលមានគ្នាជាច្រើនក្បាលជួយឲ្យសត្វប្រជៀវមានភាពកក់ក្ដៅនិងគេចផុតពីមៀងសាសីទោះបីជាយ៉ាងណាក៏ដោយវាងាយស្រួលណាស់សម្រាប់មនុស្សក្នុងការតាមប្រមាញ់វាផងដែរវងធំនៃសត្វប្រជៀវយក្សនេះបានដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីដោយសារតែពួកវាបានរួមចំណែកក្នុងការចែកចាយពូជក្នុងព្រៃរងទឹកភ្លៀងកញ្ជ្រោងហោះដែលមានឈ្មោះបច្ចេកទេសថា Pyrrhus vampyrus ជាច្រើនត្រូវបានគេរកឃើញនៅក្នុងព្រៃត្រូពិចនៅប្រទេសហ្វីលីពីននិងអាស៊ីបូព៌ាការរស់នៅរបស់សត្វទាំងអស់នេះលាតសន្ធឹងពីភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីវៀតណាមថៃនិងតាមរយៈឧបទ្វីបម៉ាឡេស៊ីរហូតដល់សិង្ហបុរីនិងឥណ្ឌូនេស៊ីសត្វប្រជៀវភាគច្រើនរស់នៅតាមតំបន់ឆ្នេរសមុទ្រក៏ប៉ុន្តែខ្លះទៀតរស់នៅក្នុងរយៈកម្ពស់នៅលើភ្នំដែលមានកម្ពស់ប្រមាណជាង3600 ហ្វីតពីនីវ៉ូទឹកសមុទ្រពួកប្រជៀវទាំងអស់នេះរស់នៅក្នុងតំបន់ព្រៃត្រូពិចនិងព្រៃកោងកាងហើយស្វែងរកជម្រកនៅលើដើមឈើដែលមានស្លឹកខ្ពស់ៗនិងល្អាងជ្រៅសត្វប្រជៀវហោះមានលក្ខណៈសន្សំសំចៃហើយភាគច្រើនពឹងផ្អែកទៅលើផ្លែឈើដែលជាធម្មតាដុះនៅក្នុងល្អាងរងទឹកភ្លៀងផ្លែល្វាផ្លែលេមីញ៉ូនិងផ្លែល្ហុងគឺជាផ្លែឈើដែលសត្វប្រជៀវទាំងអស់នេះចូលចិត្តខ្លាំងណាស់ប្រជៀវជាចិញ្ចឹមជីវិតដោយការរកចំណីនៅពេលយប់ហើយវាអាចមើលឃើញយ៉ាងច្បាស់នៅពេលយប់ដើម្បីរកផ្លូវឆ្លងកាត់ទីងងឹតក្រៅពីផ្លែឈើអាចក្រេបទឹកល្អងពីផ្កាដូងនិងដើមទុរេនអណ្ដាតដ៏វែងនិងទឹកមាត់ដ៏ស្អិតរបស់ពួកវាអាចក្រេបជញ្ជក់ទឹកដូងដោយមិនបានប្រលាក់ផ្កាហើយទម្ងន់ខ្លួនរបស់ពួកវាមានរហូតដល់ 2.5 ផោនមិនដូចជាប្រជៀវស៊ីផ្លែឈើដទៃទៀតទេកញ្ជ្រោងហោះឬក៏ The Flying Fox មិនមានកន្ទុយហើយត្រចៀករបស់ពួកវាបង្ហាញឲ្យយើងឃើញថាគឺជាពូជអម្បូរដែលដាច់ដោយឡែកពីគេបើយើងសម្លឹងមើលទៅមុខ The Flying Fox ដែលជាប្រជៀវយក្សដែលធំបំផុតនៅលើផែនដីមានរោមនៅលើក្បាលពណ៌ត្នោតក្រមៅមានរោមពណ៌ទឹកក្រូចនៅព័ទ្ធជុំវិញកកនិងរោមពណ៌ក្រហមនៅលើខ្នងរបស់ពួកវាសត្វទាំងអស់នេះមានស្លាបធំជាពិសេសរហូតដល់ប្រវែង5 ហ្វីតពេលដែលយើងទាញលាតសន្ធឹងវាប្រជៀវទាំងអស់នេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងសត្វកញ្ជ្រោងប៉ុន្តែសូមបញ្ជាក់ថាសត្វនេះគ្មានទំនាក់ទំនងរវាង DNA ជាមួយសត្វកញ្ជ្រោងនោះឡើយដើម្បីទទួលបានវីដេអូថ្មីៗសូមជួយ share like និង follow page ខ្ញុំម្នាក់មួយសូមអរគុណ